គូដំបងនៅលើសង្វៀនគុនខ្មែរនេះរាត្រីទី1នៅលើទឹកដីស្រុករមៀហៃខេត្តស្វាយរៀងแล้วមកទស្សនាការប្រកួតតតមួយពីស្រីឌីប៉ះជាមួយនឹងលីដាឈ្មោះសព្រោះរូបសម្រស់ក៏ស្អាតម្នាក់គេថាស្អាតដូចកែណម្នាក់ទៀតក៏ល្អដូចការតតកាត់ជើងក្រោមតតគិតក្អមសងតែធ្ងន់ណាប្រុសយើងមើលហើយកុំតនអាសម័យបាទមាត់ឆ្វេងស្ដាំពីលីដាហើយតតសងវិញពីស្រីឌីតតជើងក្រោមមួយស្រីឌីក៏ថយបន្តិចហើយក៏ព្យាយាមដើរចូលសឹមត្រឡប់ទៅវិញតតលើមួយហើយដើរចូលជាបន្តពីលីដាបាត់ពិសោធន៍គេរៀងបើយើងនិយាយថាអ្នកទាំងពីរនេះលីដារៀងបាត់ពិសោធន៍រៀងក្រាស់ជាងហើយបាទក្រាស់ជាងហើយតែស្អីនេះលើកទៅបងអូឆក់បានរបងប្រចាំស្ដាំតតជើងក្រោមមួយបាទមុននៅប្រកួតគ្នាអង្គុយលើចដាឆាកនោះនិយាយគ្នាថាស្រីឌីហើយស្រីឌីថាលាបម្សៅអ្វីក៏ស្អាតម្ល៉េះស្រីឌីថាអត់ទេខ្ញុំហាត់ចប់ខ្ញុំហូបតែភេសជ្ជៈកែឡាវាអត់ទៀវទេដើម្បីឲ្យមានកម្លាំងតែមានកម្លាំងសម្រាប់ក៏កាន់តែស្អាតតែឥឡូវកំតន់និយាយគ្នារឿងសម្រាប់មកវាយគ្នាសិនលោកចូលពីដៃដល់ឆក់ចូលបានម្ដាយជួយពេញហើយក៏លីដាក៏ដកបានតែសិនយកអីលីដាយកស្អាតតតកាត់ជើងក្រោមពីស្រីឌីតតសងវិញពីលីដាតតកាត់ពីស្រីឌីហើយលោកចូលបានម្ដាយស្ដាំរបស់ស្រីឌីបាទលីដាក៏យកដើរចូលជាបន្តស្រីឌីក៏ពោសម្លក់សម្លឹងថាក្រោមនៅលើបាទកន្លែងណារៀងតំណងកាប់កន្លែងណារៀងតំណងវាយឲ្យចំវាយឲ្យពេញនេះជាបណ្ដាំរបស់លោកគ្រូធំហើយនឹងគ្រូជំនួយបាទលោកគ្រូធំសភានិងគ្រូមើលសភាលោកជួយលោកស្ដាំតបផុតលោកហើយក៏ធាក់កាត់តតគិតក្អនធាក់ហើយរុញចុងជើងមួយចេញពីលីដាបាទផានិតវ៉ាន់លីដាលោកចូលម្នាក់ដៃតតពីដៃហើយតតពីដៃហើយ3ដៃវត្តមកវិញអាស្ដាំអត់ត្រូវបាទស្រីឌីអត់ត្រូវហើយក៏ជាយាមតាំងអារម្មណ៍បន្តិចសិនតតជើងក្រោមមួយផុតបន្តិចលីដារៀបអាមេចូលហើយមើលតែតម្រងមិនសូវស្រួលលោកចូលធាក់កាត់ពីលីដាធាក់ម្នាក់មួយជើងស្រីឌីគាត់ថាសុំទោសបន្តិចបាទសុំទោសហើយក៏ប្រកួតជាបន្តដើរចូលទេធាក់ទល់មួយឆក់បានម្ដាយឆ្វេងវត្តស្នែងក៏បីឆ្វេងស្ដាំស្រីឌីវាយក៏អស់ជំហររៀងបែរតិចតែអញ្ញាកដាលក៏សម្រួលស្ថានភាពល្អប្រសើរបន្តការប្រកួតទៀតយកមួយសិនបាទមិនទាន់ហ៊ានបំពេញដៃគូទេមើលតែកាយវិការឬក៏ចលនាណាមិនទាន់ស្រួលក៏បាទទៅមុខជាបន្តធាក់ចូលក្បាលពោះមួយតតកាត់ជើងក្រោមពីស្រីដើរចូលលីដាធាក់ចេញដេញតាមតតអាឆ្វេងមួយលោកចូលពីដៃតតគិតក្អមឆក់បានម្ដាយឆ្វេងទៀតស្រីឌីក៏ព្យាយាមលោកឆ្វេងថែមស្ដាំទៅលើក្បាលពោះនឹងផ្ទៃមុខបាទតតកាត់ខាងក្រោមលោកមកស្ដៃស្ដាំវត្តស្នែងក្របីអត់ទៅធាក់ទល់មួយឆក់ចូលបានពីដៃស្រីឌីដេញតាមលីដាដកថយមកបន្តិចពូស្រីឌីមានរៀងក្អាញជាងបាទរៀងធំជាងបន្តិចតែក៏ពោះលីដារៀងវែងជាងបាទអញ្ចឹងរៀងអត្តភាពម្នាក់មួយយ៉ាងទេបាទតែគីឡូស្មើគ្នា45ដូចគ្នាលោកចូលបានម្នាក់ម្ដាយហើយលីដាកំពុងតែសម្លឹងមើលតែផ្ទៃមុខឬក៏ក្រៀតក្អមហើយក៏ចង់ជើងអត់ទេកាត់ជើងក្រោមមួយលោកចូលបានម្ដាយចាប់ទឹកទី1I'm Nick Taylor ទស្សនាទឹកទី2ជាបន្តតែឆ្វេងរបស់វ៉ាន់លីដាបង្គោលខៀវតតស្ដាំពីធុនស្រីឌីបង្គោលក្រោមអីយ៉ាតតឆ្វេងរបស់វ៉ាន់លីដាតតក្រោមមួយដៃស្ដាំរបស់វ៉ាន់លីដាដើរចូលពីធុនស្រីឌីដើរចូលតតក្រោមមួយរបស់ស្រីឌីធាក់ឆ្វេងពីវ៉ាន់លីដាបង្គោលខៀវមួយដៃស្ដាំរបស់ស្រីឌីធាក់ឆ្វេងរបស់វ៉ាន់លីដាបង្គោលខៀវដើរចូលដូចគ្នាដើរចូលញាក់មួយពីធាក់ឆ្វេងរបស់វ៉ាន់លីដាតស្ដាំពីស្រីឌីវ៉ាន់លីដាបង្គោលខៀវធុនស្រីឌីបង្គោលក្រហមតស្ដាំមួយទៀតស្ដាំពីស្រីឌីឆ្វេងរបស់វ៉ាន់លីដាស្ដាំពីស្រីឌីតាំងគុំដើរចូលក្រោមរបស់ស្រីឌីចាប់ជើងក៏អញ្ញាកដាលបបៃបាទកញ្ញាច័ន្ទសីហាអញ្ញាកដាលដឹកនាំការប្រកួតនៅលើសង្វៀនញាក់មួយពីធាក់ឆ្វេងរបស់វ៉ាន់លីដាបង្គោលខៀវយ៉ាមិនចេះបាទវ៉ាន់លីដាអត់អីបាទបន្តជាមួយនឹងការប្រកួតដេញតាមពីណែមួយដៃឆ្វេងរបស់វ៉ាន់លីដាតស្ដាំរបស់ស្រីឌីមួយដៃស្ដាំរបស់វ៉ាន់លីដាកែងរបស់វ៉ាន់លីដាបង្គោលខៀវបាទទស្សនាជាបន្តមួយដៃស្ដាំរបស់ធុនស្រីឌីឆ្វេងវ៉ាន់លីដាឆ្វេងពីវ៉ាន់លីដាមួយដៃស្ដាំរបស់ធុនស្រីឌីបុកកែងឆ្វេងរបស់វ៉ាន់លីដាបង្គោលខៀវ
ណែបាទដើរចូលវាដូចគ្នាចិត្តសឿងដូចគ្នាមោះមុតដូចគ្នាបាទបញ្ញាពួកគាត់ទៅក្នុងដួងចិត្តរបស់បងប្អូនអ្នកគ្រប់គ្រងទាំងអស់គ្នាផងតោះស្ដាំរបស់ទុន 3D ចាប់គ្រាឲ្យក៏រុញចេញពីវ៉ាន់លីដាដើរចូលហក់មួយដៃស្ដាំរបស់ទុន 3D បង្គោលក្រហមវ៉ាន់លីដាបង្គោលខៀវដើរចូលមួយដៃស្ដាំទាត់ឆ្វេងរបស់វ៉ាន់លីដាបង្គោលខៀវមួយដៃស្ដាំរបស់ទុន 3D កែងរបស់វ៉ាន់លីដាមួយដៃឆ្វេងដូចគ្នាសងទៅសងមកដូចគ្នាបាទកញ្ញាច័ន្ទសហាក៏ទាញបបែកហើយក៏ទាញទៅកណ្ដាលសងវៀនទស្សនាជាបន្តទាត់ក្រោមរបស់ទុន 3D មួយដៃឆ្វេងរបស់វ៉ាន់លីដាប្រកួតបាន8ដងហើយ 3D ប្រកួតបាន1ដងឈ្នះតែម្ដងនេះគឺជាប្រកួតទី2ហើយបាទសម្រាប់ទុន 3D បង្គោលក្រហមចប់ទឹកទី2បាទអរគុណគូលក្ខណៈកីឡាករនីទី1បានឈានចូលមកដល់ទឹកទី3ដែលជាទឹកផ្ដាច់ព្រាត់បាទអ្វីត្បិតថាជាយុវតីស្នងគុណខ្មែរបត់ពិសោធន៍នៅតិចតួចស្រួយស្ដាងដូចគ្នាប៉ុន្តែអ្នកទាំងពីរគឺថាបញ្ចេញនៅស្នៀតគុណនឹងតស៊ូគ្នាបានស្វិតស្វាញល្អមែនទែនឥឡូវនេះបាទកំពុងតែបដូរគ្នាជាបន្តទៀតបាទទាត់កណាត់ដៃស្ដាំរបស់ស្រីឌីសងវិញរលីដាបាទមានទៅមានមកបាទថ្ងៃនេះគឺថាក្រហមបាទស្រីឌីកំពុងតែប្រកួតបាទស្អែកបងស្រីរបស់ខ្លួនគឺស្រីចេញឡើងប្រកួតវិញម្ដងបាទទាត់មកជើងចូលបាទក្បាលជង្គង់របស់ធុនស្រីឌីបាទវ៉ាន់លីដាកំពុងតែញាក់សម្លឹងមើលបាទកូនស្រីរបស់លោកគ្រូអ៊ុំផានិតបាក់ណាត់ដៃស្ដាំបាទទាត់ឆ្វេងបាទសងទៅសងមកបាទបដូរក្តាប់ដៃគ្នាជាបន្តទៀតបាទចូលទៅបាទបំរុងថាតកងចាប់បាទរុញមកជាប់បាទចេញជង្គង់មិនបានទេបាទកញ្ញាច័ន្ទសីហាចាប់បបែកបាទសម្លឹងមើលគ្នាជាបន្តទៀតបាទតតជើងក្រោមមួយអត់ដល់បាទសងក្តាប់ដៃរបស់បាទវ៉ាន់លីដាទាញរុញបដួលអាយ៉ាបាទมันអាចមើលស្រាវគូប្រកួតបានបាទស្រីឌីបង្គោលក្រហមនេះគឺទៅតែប្រកួតបានម្ដងគត់បាទរីអាលីដាបាន8ដងនេះបាទមួយដៃនេះរីចម្លបាទចង់ធ្លាក់បាទទៅក្រៅសង្វៀនប៉ុន្តែអត់អីទេបាទអាចទប់ចំហបានបាទបន្តការប្រកួតបាទស្រីឌីសម្លឹងមើលជើងក្រោមប៉ុន្តែវ៉ាន់លីដាបាទម៉ាត់ខាងលើបាទសម្រួលបច្ចេកទេសដៃសិនអង្គសបាទហើយជម្រាបជូនពុកម៉ែបងប្អូនបាទសម្រាប់ការប្រកួតបាទគូក្រោយក៏ជាការប្រកួតបាទលក្ខណៈកីឡាករនីទី2ជាបន្តទៀតបាទហើយយើងមានការប្រកួតបាទគូជាហោហែបាទសុទ្ធតែជាគូល្អតែម្ដងបន្តការប្រកួតបាទបន្តការប្រកួតបាទពេលវេលានៅសល់ពាក់កណ្ដាលផ្លូវបាទនៅក្នុងទឹកទី3បាទអោបគ្នាបាទសុំទោសគ្នាបាទសារតែអត់មានចេតនាដូចគ្នាបាទតតស្ដាំបាទក្តាប់ដៃបាទបដូរគ្នាបាទទាំងលីដាទាំងបាទស្រីឌីមានបញ្ហាបច្ចេកទេសជាបន្តទៀតបាទជម្រាបជូនពុកម៉ែបងប្អូនបាទសម្រាប់ការប្រកួតគឺថ្ងៃនេះ7គូហើយថ្ងៃស្អែកក៏មានការប្រកួតជាបន្តបាទជាពិសេសគឺថ្ងៃស្អែកមានការប្រកួតគូដណ្ដើមខ្សែក្រវ៉ាត់ផងដែរបាទចំណាយគឺបាទកញ្ញាច័ន្ទសីហាបាទបង្ហាញជាសញ្ញាប្រាប់ថាបាទសុំសម្រួលបន្តិចសិនបាទដើម្បីបាទសម្រួលបច្ចេកទេសហើយយើងនឹងត្រៀមធ្វើការប្រកួតជាបន្តទៀតបាទពេលវេលាគឺអរគុណទៅដល់ក្រុមការងារបច្ចេកទេសផងបានស្គប់នាទីជូនបាទគឺនៅសល់1នាទី19វិនាទីហើយនេះបាទវត្តមានបាទពុកម៉ែបងប្អូនបាទអ្នកស្រុករមាសហើយខេត្តស្វាយរៀងក៏អញ្ជើញចូលរួមទស្សនាហ្នឹងគឺបាទច្រើនកកជាបណ្ដាហើយបាទយើងទស្សនាការប្រកួតដ៏ជឿចិត្តជាបន្តទៀតបាទកីឡាករនេះបាទគូទី1បាទស្រីឌីនៅបន្តដើរចូលបាទស្រីឌីបាទប្រកួតបានម្ដងប៉ុន្តែឈ្នះលើកទី2នេះចង់ឈ្នះទៀតប៉ុន្តែផានិតវ៉ាន់លីដាថាអត់ទេបាទมันងាយស្រួលទេឥឡូវនេះបាទបដូរគ្នាជាបន្តទៀតបាទតតកណ្ដាប់ដៃស្ដាំម៉ាត់ដៃស្ដាំរបស់បាទស្រីឌីធាក់មួយរបស់បាទផានិតវ៉ាន់លីដាបាទកញ្ញាច័ន្ទសីហាចាប់បបាយបន្តការប្រកួតបាទតតម្នាក់មកជើងកុំស្មងគ្នាបដូរកណ្ដាប់ដៃគ្នាទៅមកអាយយបាទកណ្ដាប់ដៃរបស់ស្រីឌីបាទកាត់កែងរបស់បាទវ៉ាន់លីដាបាទបដូរកែងគ្នាបាទមិនខ្វល់ពីគេថាលក្ខណៈកីឡាករនេះឬក៏រុកសម្រោចទេបាទស្នៀតគុណខ្មែរគេថាចេញមកគ្រប់គ្រឿងរឿងគុណខ្មែរដូចជាកីឡាករដែរបាទអតបាទនៅសល់ពេលវេលាបាទនៅគួរសមដែរបាទសម្រាប់បាទទឹកចុងក្រោយនេះ
បាទចំណាគឺធុនស្រីឌីនៅតែបន្តដើរចូលបាទដើរចូលហើយក៏ញាក់ដៃសិនបាទផនិតវ៉ាន់លីដាលោតយកឲ្យឡង់បាទបដូរក្តាប់ដៃគ្នាទៅមកជាបន្តបាទដរិចឆ្វេងរបស់ស្រីឌីចូលចាប់គ្រាកជាប់អត់បានទាញចាក់ជង្គង់ទេបាទកញ្ញាច័ន្ទសីហាចាប់បបែកបាទចុងទឹកហើយបាទចុងទឹកទី3បាទ ចប់ទឹកទី3 ផានិតវ៉ាន់លីដាឈ្នះគណៈកម្មនេះបង្គោលក្រហមដោយពិន្ទុ